one two three គេយកឥឡូវយីនៅណាមិនឲ្យលឺថាមានកម្រងទៅលេង Great Room វល់ថ្ងៃបានសម្រេចនៅឬថាពពុះគ្នានឹងបានទៅលេងមួយជើងនឹងគេឬក៏អត់ទេមកវីដេអូនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅលេងក្នុង Great Room និងទឹកថ្លៃចម្បងចឹងនឹងអត់ថាទស្សនវិជ្ជានៅក្នុងខែ3នេះមានសម្រាប់ស្រស់ស្អាតដល់កម្រិតណាអស់មកតាមដានវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាតែមុននឹងចូលវីដេអូបន្តទៀតកុំភ្លេចជួយ follow account របស់ខ្ញុំម្នាក់មួយផងណាអញ្ចឹងដោយតរដងទេពួកខ្ញុំចេញពីពេញខ្ទង់ម៉ោង5ហើយខ្ញុំម្ដងចូលទៅ Great Room ខ្ទង់ម៉ោង7កន្លះខ្ញុំក៏បានចូលទៅទិញម្ហូបតិចតួចដើម្បីទុកញ៉ាំពេលថ្ងៃផងដែរគេមកគ្នាច្រើនដូចខ្ញុំដឹងទៅត្រូវហ្មងដោយសារតែយើង share គ្នាបានច្រើនហើយនឹងអស់លុយតិចមុននឹងឡើងក្នុង Great Room ជាទម្លាប់របស់ខ្ញុំឲ្យធូបសុំសេចក្តីសុខនៅកន្លែងលោកយាយម៉ៅរហូតហើយសម្រាប់ការធ្វើដំណើរឡើងទៅលើភ្នំ Great Room វិញខ្ញុំឃើញមានផ្លូវមួយចំនួនគេបានចាក់គ្រោះចាក់កស៊ូដើម្បីឲ្យគ្នាយើងងាយស្រួលការធ្វើដំណើរឡើងហើយម្យ៉ាងវិញទៀតដើម្បីជំរុញភ្ញៀវទេសចរជាតិនិងអន្តរជាតិផងដែរហើយណាមួយនៅខាងលើនេះស្គាល់កន្លែងថតរូបស្អាតៗច្រើននិយាយមែនតែបើអ្នកទាំងគ្នាដែលមកដល់លើនឹងទេខ្ញុំ recommend ឲ្យអ្នកទាំងគ្នាឡើងមកលេងឲ្យបានម្ដងហើយសម្រាប់ពេលថ្ងៃនេះដែរពួកខ្ញុំក៏បានទៅញ៉ាំបាយនៅចាកាតាកន្លែងញ៉ាំបាយមកកន្លែងនេះសំខាន់ជាងគេគឺបាន view ស្អាតជាប់មាត់ទឹកនឹងនេះអ្នកទាំងគ្នាឆ្លាញ់ space កន្លែងណាអ្នកទាំងគ្នាអាចដាក់តុក្កៅអង្គុយលេងបានតែកុំឲ្យដូចខ្ញុំមានតង់ទៀតនិយាយទៅគ្នាយើងបើមានពេលវេលាតិចតួចចង់ឈៀលជាមួយភ័ក្របងប្អូននៅនឹង Great Room ជាជំរឿនដ៏ល្អមកសួស្តីអ្នកគ្នាឥឡូវនេះយើងចេញពី Great Room បន្តដំណើរទៅទឹកធ្លាក់ចំបក់អញ្ចឹងនឹងថាពួកយើងមានសកម្មភាពអីបន្តទៀតចាំទស្សនាមកខ្ញុំបងប្អូន